chẳng lâu chươngកំពុងតែធ្វើការរៀបចំដាក់ពីស្ទង់ចូលក្នុងម៉ាស៊ីនឡើងវិញចឹងបន្ទាប់ពីការលាងសម្អាតយើងធាមវាទុកចោលហើយរយៈពេលមួយយប់មកយើងលើកមកឃើញថាម៉ាស៊ីនស្អាតហ្មងបងប្អូនខ្ចីញញហ្មងឥឡូវនេះយើងដាក់ពីស្ទង់បាន3ហើយនៅសល់មួយគ្រាប់ទៀតដែលយើងធាមបញ្ចូលក្បាត់ចឹងសម្រាប់ម៉ាស៊ីននេះដែរយើងធ្វើការបដូរដាក់ក្បាត់ថ្មីស៊ីននៅគាត់ទាំងអស់ធានាឲ្យគាត់បងប្អូនមើលតាមម៉ាស៊ីនបងប្អូនអើយខ្ចីញញមកម៉ាស៊ីនដែលយើងរៀបហើយហ្នឹងគឺស្តង់ដាស្រោមហើយអញ្ចឹងនេះជាសកម្មភាពដែលយើងមើលទៅយើងសម្អាតវាឲ្យស្អាតលាបប្រេងហើយទៅយើងដាក់ចូលហើយនេះគឺជាស្នាដៃរបស់និស្សិត NPSC គាត់ធ្វើការរៀបម៉ាស៊ីនចូលបងប្អូនណាខ្លះដែលរៀននៅសាលា NPSC បងប្អូនជួយ comment ម្នាក់មួយបងប្អូនហើយនេះក្បាលកន្លះដែលយើងត្រៀមតែនឹងដាក់ចូលដូចនេះគឺស្អាតបងប្អូនយើងត្រាំជាមួយសាប៊ូហើយសាប៊ូដុសម៉ាស៊ីនហើយយើងចាំបាច់ដុសសម្អាតខាតពេលយូរយើងត្រាំវាចោលតាមមួយយប់លើកឡើងបាញ់ទឹកគឺស្អាតហ្មងគឺវាងាយស្រួលបងប្អូនចំណេញពេលវេលាស្អាតមានសាប៊ូនេះមួយគឺចំណេញវាមែនទែនហ្មងចឹងបងប្អូនមានតម្រូវការរើម៉ាស៊ីនឬក៏ឆែកគ្រឿងក្រោមឬក៏ប្រព័ន្ធភ្លើងដូរប្រេងម៉ាស៊ីនអីយានដ្ឋានស៊ូស៊ឺអូតូចការដងយើងមួយយើងមានទទួលធ្វើទាំងអស់បងប្អូនតោតបាញ់ថ្នាំហើយនេះគឺជាស្ប៉ាប់ស្អាតបងប្អូនគឺយើងយកទៅសៃស្ប៉ាប់ដាក់រងសៀននៃកត់វិញហើយសម្រាប់ឡាននេះដែរយើងដាក់រង2គឺរងក្បាលកន្លះនិងរងកាទេបងប្អូនដោយសារឡាននេះកាទេរបស់វាគឺប្រើរងដែរអញ្ចឹងយើងធ្វើការកាត់រងថ្មីដាក់កាទេឲ្យគាត់ទៀតបងប្អូនអញ្ចឹងទៅរៀបឲ្យដល់តែអេមឲ្យឡាននេះបងប្អូនអញ្ចឹងបើបងប្អូនមានតម្រូវការចង់ផ្លាស់ប្ដូរម៉ាស៊ីនបងប្អូនអាចយកមកយានដ្ឋានស៊ូស៊ឺអូតូចការដងមួយយើង